សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំបាននឹងចែករំលែកអ្នកទាំងអស់គ្នាអំពីវិធីធ្វើមច្ឆាដូងដូច្នេះហើយបើសិនបើបងប្អូនណាមិនទាន់បានចេះធ្វើទេអាចមើលក្នុងវីដេអូនេះណាហើយនេះគឺជារូបភាពមច្ឆាដូងក្រៀមដើម្បីបានមច្ឆាដូងក្រៀមមួយកែវយើងត្រូវជ្រើសរើសយកប្រភេទដូងដោយមិនខ្ចីពេកមិនចាស់ពេកហើយដូងនោះគឺជាប្រភេទដូងដែលមានទឹកផ្អែមដូច្នេះតាមយោបល់របស់ខ្ញុំបងប្អូនត្រូវតែយកដូងក្រអូបបន្ទាប់មកកាប់យកតែទឹកតែប៉ុណ្ណោះសម្រាប់មច្ឆាដូងក្រៀមមួយកែវយើងត្រូវយកទឹកចន្លោះពី100 ml រហូតដល់120 ml សូមបញ្ជាក់ប្រាប់បងប្អូនទឹកនោះគឺជាទឹកដូងមិនមែនជាទឹកជាទេណាបន្ទាប់មកយើងអាចដាក់ទឹកស្ករចំនួន5ឬក៏10 ml ទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនឬក៏យើងមិនចាំបាច់ដាក់ក៏បានដែរបន្ទាប់មកបងប្អូនក៏យកគ្រីមដែលយើងលាយហើយចាក់ពីលើចំពោះការធ្វើមច្ឆាដូងគ្រីមនេះអ្វីដែលពិបាកបំផុតនោះគឺគ្រីមអញ្ចឹងបើសិនបើបងប្អូនវាយគ្រីមមិនបានត្រឹមត្រូវទេគ្រីមនោះនឹងឆាប់រលាយចូលទឹកដូងវាអាចជារាវពេកឬខាប់ពេកឬក៏នៅពេលដែលបងប្អូនញ៉ាំគ្រីមចូលទៅក្នុងមាត់អាចមានសភាពគ្រើមឬក៏ម៉ត់ឬក៏គ្រីមនោះនៅជាម្សៅនៅឡើយដូច្នេះហើយសម្រាប់គ្រីមបងប្អូនសូមមេត្តាប្រយ័ត្នប្រយែងនិងយកចិត្តទុកដាក់បំផុតប្រភេទគ្រីមទៀតសោតនេះគឺវាមានច្រើនបែបយើងមានគ្រីមឈីសគ្រីមផ្អែមហើយនិងគ្រីមប្រៃសម្រាប់ប្រភេទធ្វើជាមច្ឆាដូងគ្រីមនេះគឺយើងប្រើប្រាស់គ្រីមផ្អែមដូច្នេះតោះបងប្អូនទាំងអស់គ្នាខ្ញុំនឹងប្រាប់ពីវិធីធ្វើលម្អិតដើម្បីបានមច្ឆាគ្រីមមួយដែលត្រឹមត្រូវនិងល្អទី1បងប្អូនត្រូវមានម្សៅមច្ឆាទី2បងប្អូនត្រូវប្រើទឹកដោះគោស្រស់ទឹកដោះគោខាប់ជាមួយនឹងម្សៅគ្រីមឬក៏ម្សៅទឹកដោះគោបន្តមកទៀតបងប្អូនត្រូវមានឆ្នាំងសម្រាប់កូរគ្រីមបន្តមកបងប្អូនត្រូវយកម្សៅវាយភីងគ្រីមនេះចំនួន3ខាំបាទ3ខាំចាក់ចូលនៅក្នុងចានដែកកូរគ្រីមបន្តមកទៀតបងប្អូនត្រូវយកទឹកដោះគោស្រស់ចំនួន150ផងដែរអញ្ចឹងមួយកែវនេះស្មើនឹង50 ml បាទអញ្ចឹងយើងចាក់ចូលទៅបន្ទាប់មកគឺយើងចាក់50ទៀតរោយវាពីលើអញ្ចឹងណាបងប្អូនទាំងអស់គ្នាឲ្យគ្រប់ចំនួន150បន្ទាប់មកគឺយើងចាក់ទឹកដោះគោខាប់ចំនួន35 ml បាទទឹកដោះគោខាប់ណាបងប្អូននៅក្នុងរូបមន្តនេះដែរគឺខ្ញុំធ្វើសម្រាប់តែគ្រីមចំនួន 3-4 កែវប៉ុណ្ណោះសម្រាប់បងប្អូនដែលចង់ធ្វើច្រើនជាងហ្នឹងបងប្អូនអាចគុណទៅតាមរូបមន្តនឹងបាទយើងប្រើម្សៅមច្ឆាចំនួន1ស្លាបព្រាបាយបងប្អូនទាំងនេះនៅក្នុងវីដេអូបងប្អូនដូចជាឃើញម្សៅមច្ឆាខ្ញុំដួសតែកន្លះស្លាបព្រាទេប៉ុន្តែតាមពិតយើងត្រូវប្រើ1ស្លាបព្រាបាយពេញតែម្ដងបើសិនបើយើងប្រើតិចជាង1ស្លាបព្រាបាយវាធ្វើឲ្យបាត់នៅក្លិនមច្ឆាបងប្អូនទាំងអស់គ្នាបន្តមកមុននឹងវាយបងប្អូនត្រូវតែកូរវាឲ្យសព្វសិនឲ្យសព្វសាច់ល្អសិនណាបងប្អូនខ្ញុំបាទចង់បញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាបន្តិចពាក់ព័ន្ធទៅនឹងឆ្នាំងគឺយើងត្រូវតែត្រាំនៅកន្លែងទឹកកកមានន័យថាឲ្យវាត្រជាក់សិនមុននឹងយើងយកមកវាយធ្វើជាគ្រីមបន្តមកបងប្អូនចាប់ផ្ដើមដាក់ក្នុងម៉ាស៊ីនវាយគ្រីមគឺជាដំបូងបងប្អូនត្រូវប្រើលេខទូចសិនលេខតិចបងប្អូនអរនេះកុំតន់ប្រឡើងលេខថាខ្លាំងតែម្ដងឲ្យវាវិលសពសាច់បានសិនចាំយើងចាប់ផ្ដើមប្រើលេខរៀងខ្លាំងបន្តិចដូច្នេះបងប្អូនអាចពិនិត្យមើលតាមជាក់ស្ដែងបានមកដល់ចំណុចទាំងនេះដោយខ្ញុំមើលដោយភ្នែកទទេទៅឃើញថាវាដូចជាអូខេហើយក៏ប៉ុន្តែតាមពិតគឺវាអត់ទាន់ទេយើងអាចយកមកមើលដោយមើលនឹងភ្នែកឬក៏ចាប់នឹងដៃឬក៏យើងយកមកភ្លក្សគឺវានៅគ្រើមអញ្ចឹងដូច្នេះហើយយើងត្រូវតែកូរវាឲ្យវារៀងម៉ត់ជាងនឹងតិចទៀតព្រោះវាអត់ទាន់ត្រូវទេអូខេបានមកដល់ចំណុចត្រង់នេះគឺតាមខ្ញុំសង្កេតមើលគឺវាបានត្រឹមត្រូវគ្រប់គ្រាន់ហើយអញ្ចឹងខ្ញុំក៏បានចាប់លើកមកគឺការធ្លាក់ form នៃគ្រីមមច្ឆារបស់យើងគឺវាអូខេ
វាម៉ត់ល្អវាធ្លាក់ទៅរៀងវែងហើយដាច់វាអត់រាវពេកណាបងប្អូនអញ្ចឹងយើងក៏យកមកដួសមើលដោយស្ព្រានេះបែបនេះគឺត្រឹមត្រូវណាបងប្អូនទាំងអស់គ្នាគឺយើងដួសឃើញបែបនេះគឺអូខេហើយឲ្យតែបងប្អូនធ្វើទៅចេញរបៀបបែបនេះគឺគ្រីមមច្ឆារបស់យើងគឺយើងអាចប្រើបានហើយដូច្នេះហើយវីដេអូចែករំលែកមានតែប៉ុណ្្នឹងអរគុណសម្រាប់បងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានជម្រាបលាជួបគ្នានៅក្នុងវីដេអូបន្ត